តើទីផ្សារនៃការទិញលក់តម្លៃហាងឈិញមានអន្តរជាតិឬក៏ trading នេះគឺជាវិស័យមួយដែលពិបាកសម្រាប់ប្រទេសកម្ពុជាមែនដែរទេបងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំឃើញថាផ្ទុះនៃការវេកញែកច្រើនមែនទែននៅក្នុងបណ្ដាញសង្គម Facebook បាទក៏ដូចជាបណ្ដាញសង្គម TikTok បាទវេកញែកអ្នកខ្លះក៏បាទនិយាយថាការ trading នេះគឺវាមិនល្អសម្រាប់ប្រទេសកម្ពុជាទេបើនៅបរទេសយើងអាចទិញលក់បានតែបើនៅប្រទេសកម្ពុជាគឺអាចទិញលក់បានទេអត់ចំណេញទេបាទហើយមានផលប៉ះពាល់ពិបាកនៅក្នុងការដកដើមទុនមកវិញបាទបើសិនជាចំណេញឬក៏ខាតហើយចង់ដកដើមទុនមកវិញគឺពិបាកអញ្ចឹងខ្ញុំអត់ដឹងថាបងប្អូនទាំងអស់គ្នាទៅជួបអ្នកណាទេទៅជួបអ្នកដែលពិបាកយ៉ាងណាទេហើយបងប្អូនមកថាពិបាកទាំងអស់គឺខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ក្រុមហ៊ុនមូលបត្រ People Link បាទក្រុមហ៊ុនមូលបត្រ People Link គឺបាទបងប្អូនអាចសួរបានតាក់ទងជាមួយនឹងការដកលុយគឺការដកដាក់លុយគឺយ៉ាងណាអញ្ចឹងនៅក្នុងច្បាប់ប្រព័ន្ធច្បាប់របស់យើងក្នុងវិស័យបាទការទិញលក់ទៅលើតម្លៃហាងឈិញឬក៏ trading នេះបងប្អូនអាចដកដើមទុនបាន 100% តែម្ដង 100% មានន័យយ៉ាងណាមានន័យថាបើសិនជាបងប្អូនមានដើមទុន 100000 បងប្អូនចំណេញបាន 50000 បូកចូលគ្នាគឺ 150,000 អញ្ចឹងបងប្អូនដកទាំង 150,000 នឹងបានណាដករហូតដល់ 0 balance តែម្ដងបើសិនជាបងប្អូនបានមានទុន 100,000 ស្រាប់តែបងប្អូនខាតអស់ 500 អញ្ចឹងបងប្អូនអាចដក 99,500 គឺដកទាំងអស់តែម្ដងណាបងប្អូនទាំងនេះបាទអញ្ចឹងបើនិយាយអំពីសិទ្ធិនៅក្នុងការដកលុយបងប្អូនអាចដកលុយបាន 100% នៃលុយដែលបងប្អូនទាំងអស់គ្នាមាននៅក្នុង balance បាទនៃបងប្អូនមាននៅក្នុង balance អញ្ចឹងអាចដកបាន 100% ប៉ុន្តែតាក់ទងជាមួយនឹងសេវារឿងថាដកលុយយឺតដកលុយលឿនអាហ្នឹងខ្ញុំអត់ហ៊ានថាទេអាស្រ័យទៅលើបាទ broker អាស្រ័យទៅលើក្រុមហ៊ុនតើក្រុមហ៊ុនពង្រឹងសេវាកម្មដកដាក់លុយលឿនប៉ុណ្ណាបើសម្រាប់ក្រុមហ៊ុនមូលបត្រ People Link បងប្អូនទាំងគ្នាគឺយ៉ាងយូរបំផុតបាទយ៉ាងយូរបំផុតណាគឺ2ម៉ោងបាទ2ម៉ោងប៉ុន្តែលក្ខខណ្ឌនេះគឺយូរបំផុតមានន័យថាដោយខ្វះព័ត៌មានណាមួយត្រូវកែកុនព័ត៌មានណាមួយគឺ2ម៉ោងប៉ុន្តែបើសិនជាបងប្អូនបំពេញតម្រូវការដកដាក់លុយនេះ form ដកដាក់លុយនេះបំពេញត្រូវតាមបាទគេហៅថា flow គឺបងប្អូនដកបាទ15នាទី5នាទីអីចូលកងហើយបើសិនជាដាក់លុយវិញបើសិនជាបងប្អូនដាក់លុយតាមប្រព័ន្ធធនាគារ ABA បាទបងប្អូនដាក់ភ្លាមគឺចូលភ្លាមតែម្ដងហើយដកលុយក៏ដូចគ្នាដែរផ្ញើសារដកភ្លាម5នាទីក៏10នាទីឬក៏15នាទីគឺលុយចាប់តាមចូលកងហើយបើសិនជាមិនមានអីខុសណាបងប្អូនទាំងនេះបាទអញ្ចឹងសរុបសេចក្តីមកវិញវិស័យនេះបាទគឺជាវិស័យដែលអាចរកចំណូលបានខ្ញុំគិតថាក្រៅអំពីចំនួនអាជីវកម្មផ្សេងៗខ្ញុំគិតថាមានតែវិស័យនេះទេដែលជាវិស័យមួយដែលអត់ប្រើប្រាស់ធនធានច្រើនបងប្អូនគិតសម័យមើលបងប្អូនមានដើមទុនតែ 100000 200000 បាទ 50000 ថាតិចចុះ 50000 ចុះបងប្អូនអាចមានសិទ្ធិទិញផលិតផលរហូតដល់200ផលិតផលដែលជាផលិតផលអន្តរជាតិវាពិតជាមានភាពងាយស្រួលមែនទែនប៉ុន្តែមិនមានស្រួលដល់ថ្នាក់ថាបងប្អូនដាក់លុយទៅគឺដឹងតែពីចំណេញ 100% វាមិនស្រួលដល់ថ្នាក់ហ្នឹងទេធម្មតាអីក៏ពិបាកដែរត្រូវការទាមទារឲ្យបងប្អូនមានចំណេះអញ្ចឹងបានចង់ឲ្យបងប្អូនទាំងអស់គ្នាមុននឹងចាប់ផ្ដើមរិះគន់មុននឹងចាប់ផ្ដើមថាមុននឹងចាប់ផ្ដើមធ្វើគឺបងប្អូនរៀនសិនបាទបងប្អូនរៀនសិនមកបាទថ្នាក់រៀនខ្លះក៏ឆាយលុយប៉ុន្តែឆាយបន្តិចតួចបងប្អូនណា$10-20បងប្អូនគិតមើលវិស័យទិញលក់ខ្នាតអន្តរជាតិហើយគេឆាយតែ$10-20បងប្អូនចំណាយ$20រៀនដើម្បីដឹងក៏បានដែរកុំថាទាំងមិនដឹងណាបងប្អូនណាកុំថាទាំងមិនដឹងដឹងអត់ដល់នេះគឺពិបាកណាស់ទី1ផលប៉ះពាល់ទៅលើប្រទេសកម្ពុជាយើងរដ្ឋកំពុងតែខំប្រឹងបរិយាឲ្យវិស័យនេះមានសក្តានុពលអាចរកចំណូលជូនដល់រដ្ឋបានណាបងពុនណាចូលរដ្ឋចិញ្ចឹមរដ្ឋបានស្រាប់តែបងប្អូនចេញមករិះគន់ថាវិស័យនេះអញ្ចឹងមានន័យថារដ្ឋកំពុងគិតខុសមែនបងប្អូនអត់ទេបាទអញ្ចឹងត្រឡប់សរុបសេចក្តីមកវិញបាទបងប្អូនរៀនសិនមកហើយចាំនិយាយបន្ទាប់ពីបងប្អូនរៀនចេះហើយបងប្អូនទៅរិះគន់ក៏រិះចោះបាទតែបើមិនទាន់បានរៀនបើមិនទាន់បានសិក្សាជ្រៅជ្រះទេសូមកុំបញ្ចេញតាមរយៈវីដេអូអីបាទខុសធ្ងន់ណាស់បងប្អូនទាំងអស់គ្នាបាទសូមអរគុណ